បងទាភ័យចំហុយជាមួយសាច់ឈូកមុខម្ហូបមួយនេះតើមកពេញចិត្តហើយជាពិសេសស្រីៗគ្នាយើងហើយបាយវិញញ៉ាំអស់មួយឆ្នាំអត់ដឹងខ្លួនទេណាហើយសម្រាប់រសជាតិវិញញ៉ាំមួយម្ទេសហឹរបន្ទាប់មួយលបាយមួយអីចឹងទៀតនិយាយពីថាអើយខ្ជិលនិយាយមកគ្រឿងផ្សំសម្រាប់ធ្វើក៏អត់ពិបាករកដែរមានតែពងទាពងមាន់ពងទាប្រៃហើយនិងសាច់ឈូកដើមធ្វើដំបូងគឺយើងគួរពងទាប្រៃមុនគេបីគ្រាប់នឹងហើយយើងដួសអាស្នូលក្រហមវាចេញហើយយើងទុកម្លាយសិនយើងទុកផ្នែកសក្នុងចាននឹងហើយយើងយកពងទាសាបយើងយកមកគួរដាក់ចូលក្នុងនឹងទាំងអស់មកទាំងអស់ពីរគ្រាប់ហើយយើងបន្ថែមស្ករសមកស្ភាបាយប៊ីចេងមកស្ភាកាហ្វេម្សៅស៊ុបមកស្ភាកាហ្វេហើយទឹកត្រីតែបន្តិចមកបានហើយវាឈ្ងុយហើយយើងដាក់សាច់ជ្រូកច្រាមយើងចូលមកហើយខ្ទឹមសបន្តិចផងហើយយើងចាប់ដើមច្បល់មកច្បល់ឲ្យគ្រឿងក្រៅយើងហ្នឹងវាសព្វគ្នាល្អហើយកុំភ្លេចឲ្យសោះគឺអាផ្នែកក្រហមនៃពងទាប្រៃយើងច្រាមវាម៉ត់ហើយយើងដាក់វាចូលដែរមិញពីភ្លេចដល់បងប្អូនអើយចេះនឹកឃើញតឥឡូវយើងបន្តច្បល់ទៀតមកច្បល់រួចរាល់ហើយយើងចាប់ដើមដាក់ឆ្នាំងសម្រាប់ចំហុយរយៈពេលចំហុយក៏រៀងយូរដែរបងប្អូនមកវាឆ្អិនល្អឥឡូវចាប់ដើមបើកកំហបមើលទៅវារៀងឆ្អិនមកល្មមប្រហែលជា20%យើងយកអាផ្នែកក្រហមនៃពងទាប្រៃយើងយកមកដាក់ពីលើបែបនេះយើងទំរៀបបែបនេះមកឲ្យមើលទៅគឺតំណងញ៉ាំហើយយើងយកពងមាន់យកតែផ្នែកក្រហមទេយើងដាក់ក្នុងកូនចានមួយមកយើងវាយវាបែកហើយយើងយកមកលាបបែបនេះហើយយកមកលាបពីលើអញ្ចឹងយើងលាបសពល្អហើយយើងចាប់ដើមបន្តចំហុយទៀតទុករយៈពេល10នាទីហើយយើងចាប់ដើមបើកមើលម្ដងទៀតហើយយើងយកអាម្ទេសហឹរយើងនេះយកមករៀបដូចខ្ញុំអញ្ចឹងរៀបម្ទេសយើងរួចរាល់ហើយយើងយកផ្នែកក្រហមនៃពងមាន់ណាដែលបានយើងបានលាបមិញយើងដាក់បន្តទៀតមកតែលើកនេះយើងចាក់ទាំងអស់មកយើងធ្វើដូចមិញព្យាយាមលាបវាឲ្យឡើងសព្វល្អយើងលាបសព្វល្អហើយយើងបន្តចំហុយទៀតទុកតែ10នាទីគឺឆ្អិនរួចរាល់ហ្មងតែបើបងប្អូនអត់ចេះមើលថាវាឆ្អិននៅយើងយកចង្កឹះហើយយកទៅចុចវាមើលបើវានៅទឹកគឺវាអត់ទាន់ឆ្អិនទេតែបើវាស្ងួតហើយគឺឆ្អិនល្អហើយបងទៀតប្រែចំហុយសាច់ជ្រូកយើងគឺឆ្អិនរួចរាល់ហើយមើលទៅតំណងញ៉ាំបងប្អូនអើយពណ៌គេឲ្យឡើងតំណងហ្មងហើយបើរសជាតិវិញឆ្ងាញ់ញាក់ហ្មងហើយសម្រាប់មុខម្ហូបនេះគឺចំណាយតិចហើយរសជាតិវិញឆ្ងាញ់ហើយពេលយើងញ៉ាំយើងមានបន្លែផ្ទាប់មានតែសក់មានត្រប់ស្រួយឬក៏ត្រប់វែងមានពពាយមានអីទៀតអូយត្រូវហ្មងស្រីៗគ្នាយើងអត់ដឹងថាធ្វើអីញ៉ាំកុំភ្លេចសាកល្បងធ្វើញ៉ាំទាំងអស់គ្នាអរគុណ